ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំ2025ផ្ដោតសំខាន់លើយុវជនថ្នាលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ2025ដែលចាប់ពីថ្ងៃទី23រហូតដល់ថ្ងៃទី26ខែធ្នូឆ្នាំ2025នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញឯកឧត្តមប៊ុយសុភ័ណ្ឌប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថាឆ្នាំនេះសហព័ន្ធបានបន្ថែមនៅវិញ្ញាសាថ្នាលនិងបង្កើនចំនួនប្រភេទទម្ងន់ចាប់ពីអាយុ16ឆ្នាំចុះនិងវិញ្ញាសាយុវជនក្រោម19ឆ្នាំក៏ដូចជាវិញ្ញាសានារីតែមិនកំណត់ប្រភេទអាយុឡើយលើសពីនេះសហព័ន្ធក៏បានបន្ថែមទម្ងន់13គីឡូក្រាមដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍយុវជនថ្នាលឆ្ពោះទៅឆ្នាំ2031ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ2031បាទសម្រាប់ថ្ងៃទី1នៃការរៀបចំការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំ2025នេះយើងសង្កេតឃើញថាមានការរៀបចំការប្រកួតចំនួនជិត40ប្រកួតហើយភាគច្រើនគឺរៀបចំថ្ងៃនេះគឺជាប្រភេទវិញ្ញាសាក៏ដូចជាប្រភេទទម្ងន់សម្រាប់ថ្នាលគឺអាយុក្រោម16ឆ្នាំនិងអាយុក្រោម19ឆ្នាំហើយក្នុងនោះក៏មានលើស19ឆ្នាំឡើងផងដែរប៉ុន្តែមានចំនួនតិចប៉ុន្តែថ្ងៃនេះយើងផ្ដោតទៅលើក្រោម19ឆ្នាំជាមួយនឹង19ឆ្នាំបាទសម្រាប់ឆ្នាំនេះគឺមានការរៀបចំនៅប្រភេទវិញ្ញាសាថ្មីគឺវិញ្ញាសាសម្រាប់ថ្នាលគឺជា10ក្រោម16ឆ្នាំដែលជាប្រភេទវិញ្ញាសាដែលសហព័ន្ធទើបតែបញ្ចូលឆ្នាំនេះដើម្បីពង្រឹងដល់កីឡាករកីឡាការិនីថ្នាលហើយសម្រាប់កីឡាករនេះគឺយើងមានតែមួយប្រភេទទម្ងន់ទេគឺមិនចំណាត់អាយុហើយយើងសង្កេតឃើញថាមានការចូលរួមការឡើងបន្ថែមហើយក្នុងនោះគឺបើយើងបូកជាសរុបគឺមានការកើនឡើងច្រើនជាឆ្នាំមុនបើទោះបីជាបច្ចុប្បន្ននេះគឺកម្ពុជាយើងកំពុងតែរងគ្រោះដោយការឈ្លានពានរបស់យោធាថៃក្នុងនោះគឺមានខេត្តប្រមាណជា5ទៅ6ខេត្តដែលជាប់ជាមួយនឹងទោដែនថៃគឺតែគាត់គ្រោងនឹងចុះឈ្មោះដើម្បីចូលរួមប្រកួតប៉ុន្តែគាត់ត្រូវបានខកខានឡើងវិញដោយសារការភៀសសឹករបស់ពួកគាត់ដូច្នេះគឺបើសិនជាมันមានចំនួនក៏ដូចជាការឈ្លានពានរបស់យោធាថៃទេគឺយើងអាចរំពឹងថាយើងអាចមានចំនួនកីឡាករនេះសរុបប្រមាណជា200អ្នកជាងប៉ុន្តែបច្ចុប្បន្ននេះគឺតាមតួលេខជាក់ស្ដែងគឺយើងមានចំនួន142កីឡាករនេះបើទោះបីជាចំនួននេះគឺនៅតែច្រើនជាឆ្នាំមុនគឺមានការកើនឡើងបាទបើសិនជាយើងប្រៀបធៀបជាមួយនឹងកីឡាករអាយុ16ឆ្នាំឡើងគឺយើងសង្កេតឃើញថាកីឡាករវ័យក្មេងគឺមានការកើនឡើងទាំងចំនួនបរិមាណក៏ដូចជាគុណផលរបស់ពួកគាត់ជាក់ស្ដែងគឺយើងឃើញគឺកីឡាករវ័យក្មេងគាត់បានប្រកួតឈ្នះនៅកីឡាករជើងចាស់ដែលគាត់ធ្លាប់ទទួលបានមេដាយSEA Gamesគឺកាលពី2017នៅប្រទេសម៉ាឡេកាលនោះគឺមេដាយសម្រាប់ទូចគឺយើងសង្កេតថាកីឡាករវ័យក្មេងហាក់ដូចជាមានប្រៀបទៅដូចជាមានសមត្ថភាពកាលឡើងបើសិនជាយើងប្រៀបធៀបជាមួយឆ្នាំមុនបាទសម្រាប់ការប្រកួតកីឡាប្រដាល់សកលគឺយើងមិនមានចែកជាពូទេគឺយើងធ្វើការថ្លឹងទម្ងន់ក៏ដូចជាចាប់ឆ្នោតគឺកីឡាករនេះមួយគឺគ្រូរបស់គាត់នឹងចាប់ឆ្នោតតែម្ដងគឺយើងមិនមានចែកជាពូដូចជាបាល់ទាត់ឬក៏បាល់ទះទេគឺយើងប្រកួតចាញ់ឆ្លាក់តែម្ដងគឺអាស្រ័យទៅលើប្រភេទមួយតែភាគច្រើនគឺមាន10នាក់ឡើងកើនឡើងដូច្នេះគឺយើងសង្កេតឃើញថាពេលមួយគឺមានចំនួនកីឡាករនេះច្រើនលើសពី10នាក់បាទគឺជាក់ស្ដែងគឺពេលណាដែលយើងមានចំនួនកីឡាករនេះចូលរួមច្រើនគឺពួកគាត់មានឱកាសក៏ដូចជាប្រកួតច្រើនដំណាក់កាលដូច្នេះគឺពួកគាត់មានលទ្ធភាពដើម្បីប្រកួតបានច្រើនដងហើយជាក់ស្ដែងគឺមិនខុសពីឆ្នាំមុនទេគឺសហព័ន្ធគឺយើងរៀបចំមិនមានឲ្យមានមេដាយស្ទួនទេគឺមេដាយសម្រិតគឺមានតែមួយដូច្នេះគឺមេដាយសម្រិតក៏ពួកគាត់ត្រូវតែប្រកួតដើម្បីទទួលមេដាយសម្រិតលេខ3ដែរបាទ